តោះបន្តទៅទៀតគឺគ្រូនឹងលើកយកវិធីរកចំនួនធាតុនៃA ប្រសព B ឬក៏ A ប្រជុំ B ឲ្យពួកយើងមើលដើម្បីរកចំនួនធាតុនៃ A ប្រជុំ B A ប្រជុំ B គឺយើងអាចយកចំនួនធាតុនៃ A បូកជាមួយនឹងចំនួនធាតុនៃ B ហើយដកចំនួនធាតុនៃ A ប្រសព B យើងប្រើរូបមន្តនឹងបានសម្រាប់បើសិនជាយើងចង់រកចំនួនធាតុនៃ A ប្រជុំ B ណាហើយមួយទៀតដែរបើសិនជាយើងចង់រកចំនួនធាតុនៃ A បាបែរថាធាតុដែលមិនមែនជារបស់ A យើងអាចគ្រាន់តែយកចំនួនធាតុនៃសំណុំសកលដកឲ្យចំនួនធាតុនៃ A ទៅជាការស្រេចបាទយើងនឹងទៅមើលលំហាត់ដែលតាក់ទងជាមួយនឹងវិធីរកចំនួនធាតុទាំងអស់ហ្នឹងតោះគ្នាយើងទៅមើលទី23នេះ23របស់យើង23លំហាត់23គេនិយាយថានៅក្នុងសាលាបង្រៀនបំពន់ 3.14 គេបានសាកសួរចំនួនអំពីការចូលចិត្តសិក្សាមុខវិជ្ជាគណិតវិទ្យាមុខវិជ្ជារូបវិទ្យារបស់សិស្សចំនួន200នាក់ហើយគេទទួលបានព័ត៌មានថាចំនួនសិស្ស120នាក់ចូលចិត្តរៀនគណិតវិទ្យាហើយ95នាក់ចូលចិត្តរៀនរូបវិទ្យានិងមានរហូតដល់20នាក់ដែលចូលចិត្តរៀនទាំងពីរសំណួរកគេសួរថាតើសិស្សប៉ុន្មាននាក់ដែលចូលចិត្តសិក្សាតែមុខវិជ្ជាគណិតវិទ្យាតែមួយគត់អញ្ចឹងពេលខ្លះយើងមើលសំណួរហ្នឹងទៅយើងគិតថាអូអាហ្នឹងច្បាស់ជា200នាក់ហ្នឹងហើយ120នាក់ហ្នឹងហើយដោយសារតែ120នាក់រៀនគណិតវិទ្យាមិនប្រកាសអញ្ចឹងទេដោយសារតែវាមានសិស្សខ្លះរៀនគណិតវិទ្យាផងរៀនរូបវិទ្យាផងអញ្ចឹងទៅបាទហើយសំណួរខគេថាតើមានសិស្សប៉ុន្មាននាក់ដែលចូលចិត្តសិក្សាតែមុខវិជ្ជារូបវិទ្យាអាហ្នឹងដូចគ្នាដែរដូចសំណួរកគឺគេឲ្យរកចំនួនសិស្សដែលចូលចិត្តសិក្សាយ៉ាងហោចណាស់មួយមុខក្នុងចំណោម2មុខហ្នឹងរូបវិទ្យាហើយនិងគណិតវិទ្យាហ្នឹងហើយខតើមានសិស្សប្រមាណអ្នកដែលចូលចិត្តសិក្សាមុខវិជ្ជាទាំងពីរគេចង់បានថាតើសិស្សប្រមាណអ្នកដែលមិនចូលចិត្តមិនចូលចិត្តមុខវិជ្ជាទាំងពីរហ្មងអាហ្នឹងមានថាវាមិនរៀនហ្មងអាហ្នឹងអូខេតោះឥឡូវយើងទៅមើលលើក្តារខៀនទាំងអស់គ្នាគ្រូបានសង្ខេបហើយសង្ខេបថាម៉េចទី1គឺនេះគឺជាចំនួនធាតុនៃអ្នកដែលចូលចិត្តរៀនគណិតវិទ្យាមានទាំងអស់ប្រមាណមានទាំងអស់120ហើយអ្នកដែលចូលចិត្តរៀន Physics រូបវិទ្យាគឺមាន90នាក់ហើយអ្នកដែលចូលចិត្តរៀនទាំងពីរមាន20នាក់អីទៅអញ្ចឹងរៀនទាំងពីរអាហ្នឹងជាចំនួនធាតុនៃ M ប្រសព P គឺសំដៅទៅលើកន្លែងប្រសពនេះអញ្ចឹងកន្លែងប្រសពហ្នឹងគឺមានទាំងអស់ប៉ុន្មានកន្លែងប្រសពហ្នឹងមានទាំងអស់20នាក់អញ្ចឹងគ្រូចង់ដឹងថាតើអ្នកដែលរៀនតែគណិតអត់រៀនរូបមានប្រមាណអ្នកយើងធ្វើម៉េចយើងគ្រាន់តែយកអ្នកដែលរៀនគណិតហ្នឹងព្រោះក្នុងរៀនគណិតហ្នឹងវាមានអ្នករៀនរូបក្នុងហ្នឹងអញ្ចឹងគ្រាន់តែយក120ហ្នឹងដកជាមួយ20អ្នកចោលទៅវាចេញកន្លែងហ្នឹងគឺ100បាទចេញ100អញ្ចឹងទៅអញ្ចឹងនេះគឺជាចំនួនអ្នកដែលរៀនតែគណិតទេរៀនតែគណិតសុទ្ធបាទមិនមែនជាអ្នកដែលរៀនគណិតផងរូបផងទេហើយចូលបើសិនណាជាយើងចង់ដឹងអ្នកដែលរៀនតែ Physics អ្នកដែលរៀនរូបវិទ្យាសុទ្ធអញ្ចឹងយើងគ្រាន់តែយក90ដក20ដែរទៅ90ដក20ចេញ70អ្នកអញ្ចឹងទៅអានេះគឺជាយ៉ាក្រាមវិនដែលអាចឲ្យយើងកណនារកតម្លៃចំនួនសិស្សចំនួនអីនៅក្នុងសំណួរកខកខយើងបានយើងមើលសំណួរកគេនិយាយថាតើសិស្សប្រមាណអ្នកដែលចូលចិត្តរៀនមុខវិជ្ជាតែគណិតនេះគ្រូរកហើយ100អ្នកអីទៅយើងមើលដាក់100អ្នកហើយសិស្សដែលចូលចិត្តរៀនរូបវិទ្យាមានប៉ុន្មាន70អ្នកអីទៅសំណួរកខយើងរកឃើញដោយគ្រាន់តែគូសយ៉ាក្រាមវិញធ្វើឲ្យយើងងាយស្រួលក្នុងការរកអញ្ចឹងយើងអាចសរសេរថាចំនួនធាតុនៃអ្នកដែលចូលចិត្តរៀនតែគណិតអត់ចូលចិត្តរៀនPhysicsមានន័យថាគឺជាចំនួនធាតុនៃ M ប្រសពជាមួយនឹង P បាទមានថា M គឺប៉ុណ្នេះប្រសពជាមួយ P ប៉ុណ្នេះដល់ពេល P វានៅខាងក្រៅ P វាអត់នៅក្នុង P អញ្ចឹងវាអាចនៅអ៊ុយ
vì ai nấu âm nhưng từ chẳng nấu pe để dừngประสอบ ជាមួយ âm បាន ន័យ ថា អា ហ្នឹង គឺជា ចំនួន សិស្ស ដែល ចូល ចិត្ត រៀន តែ គណិត វិទ្យា គឺ មាន ចំនួន 100 នាក់ បាទ ចឹង យ៉ាក្រាម វិន ជួយ យើង បាន ច្រើន រីឯ ខ គឺ គេ ឲ្យ យើង រក អី គេ ខ រក សិស្ស ដែល ចូល ចិត្ត រៀន តែ រូប វិទ្យា ទេ យើង មើល ទៅ គឺ នៅ ក្នុង យ៉ាក្រាម វិន បាន ប្រាប់ យើង ឲ្យ ថា មាន 70 នាក់ អា ហ្នឹង មាន ន័យ ថា ជា ចំនួន ធាតុ នៃ âm ba បាន មិន អ្នក ដែល ចូល ចិត្ត រៀន រៀន គណិត ហើយ ប្រសព ជាមួយ នឹង ពេ ទៅ មាន ថា ប្រសព ពេ គឺ បាន អា 70 នាក់ ហ្នឹង ហើយ បាទ 70 នាក់ អ្នក ដែល ចូល ចិត្ត រៀន រូប វិទ្យា បាទ អត្ថន័យ របស់ យើង គឺ អ្នក ដែល ចូល ចិត្ត រៀន រូប វិទ្យា ទី 3 គឺ យ៉ាង ហោច ណាស់ មាន យ៉ាង ហោច ណាស់ គឺ ចូល ចិត្ត រៀន មួយ មុខ មាន ថា អាច ទាំង âm អាច ទាំង អី គេ ទាំង ពេ បាទ អាច ទាំង âm ឬ ក៏ ទាំង ពេ អា ហ្នឹង បាន ថា ប្រជុំ បាន ថា ចំនួន សិស្ស ដែល ចូល ចិត្ត រៀន យ៉ាង ហោច ណាស់ មួយ មុខ បាន ថា យក ទាំង អី គេ យក ទាំង អ្នក ដែល ចូល ចិត្ត រៀន គណិត ហើយ នឹង អ្នក ដែល ចូល ចិត្ត រៀន physics អញ្ចឹង យើង អា ហ្នឹង គឺ អត្ថន័យ វា គឺ ប្រជុំ ហើយ បើ អត្ថន័យ ប្រជុំ យើង ប្រើ រូបមន្ត ប្រជុំ បាន ហើយ គោ មាន ន័យ ថា យើង នឹង រក ចំនួន ធាតុ នៃ âm ប្រជុំ ជាមួយ នឹង ពេ ហើយ យើង មាន រូបមន្ត នេះ n នៃ a ប្រជុំ b គឺ ស្មើ na បូក nb ដក ជាមួយ នឹង n នៃ a ប្រសព b ដូច គ្នា ដែរ n នៃ m ប្រជុំ ពេ គឺ ស្មើ ជាមួយ នឹង n នៃ m ហើយ បូក ជាមួយ នឹង n នៃ ពេ ហើយ យក មក ដក ជាមួយ នឹង n នៃ m ប្រសព ពេ ហើយ យើង មាន ទិន្នន័យ លើ អស់ ហើយ នេះ អ្នក ដែល ចូល ចិត្ត រៀន គណិត វិទ្យា មាន រហូត ដល់ 120 នាក់ អ្នក ដែល ចូល ចិត្ត រៀន physics មាន រហូត ដល់ 90 នាក់ អ្នក ដែល ចូល ចិត្ត រៀន ទាំង ពីរ គឺ មាន 20 នាក់ ចម្លើយ ចេញ ដក ទៅ អា 120 នេះ ដក 20 ចេញ 100 បូក 9 190 នាក់ 190 នាក់ នេះ គឺ សំដៅ ទៅ លើ អ្នក ដែល ចូល ចិត្ត យ៉ាង ហោច ណាស់ មួយ មុខ វិជ្ជា ក្នុង ចំណោម ទាំង ពីរ មុខ ហ្នឹង បែរ ថា គាត់ រៀន គណិត ឬ ក៏ មក រៀន រូប ឬ ក៏ រៀន ទាំង ពីរ បាទ ឬ ក៏ យើង អត់ ធ្វើ តាម រូបមន្ត យើង គ្រាន់ តែ យើង គ្រាន់ តែ អី យើង គ្រាន់ តែ ទៅ មើល diagram វិញ ក៏ បាន ដែរ diagram វិញ គ្រាន់ តែ យក អា ទាំង អស់ បូក ចូល គ្នា ទៅ បែរ ថា អ្នក ដែល រៀន គណិត សុទ្ធ បូក ជាមួយ អ្នក ដែល រៀន physics សុទ្ធ ហើយ បូក ជាមួយ នឹង អ្នក ដែល ចូល ចិត្ត រៀន ទាំង គណិត ទាំង រូប ទៅ យើង ឃើញ ថា ក៏ ស្មើ 190 នាក់ ដែរ បាទ តោះ សំណួរ ខ របស់ យើង គឺជា សំណួរ មួយ ដែល គេ ឲ្យ យើង រក ចំនួន សិស្ស ដែល មិន ចូល ចិត្ត សិក្សា មុខ វិជ្ជា ទាំង ពីរ បាន ន័យ ថា គាត់ មិន រៀន មុខ វិជ្ជា ទាំង ពីរ នឹង តែ ម្ដង ពេល ដែល គាត់ គេ និយាយ ថា មិន រៀន មុខ វិជ្ជា ទាំង ពីរ ហ្នឹង បាន ន័យ ថា ម៉េច បាន ន័យ ថា គាត់ គឺជា សិស្ស នៅ ខាង នេះ បាទ គាត់ រៀន មុខ វិជ្ជា ផ្សេង ប៉ុន្តែ អត់ រៀន មុខ វិជ្ជា គណិត ហើយ នឹង physics ទេ អញ្ចឹង យើង ធ្វើ ម៉េច យើង មើល សរុប របស់ យើង NUI យើង គេ ប្រាប់ មក ស្មើ ប៉ុន្មាន NUI គេ ធ្វើ survey ទៅ លើ សិស្ស ប្រមាណ អ្នក សិស្ស 200 នាក់ អញ្ចឹង NUI យើង គឺ ស្មើ 200 នាក់ បាទ 200 នាក់ ហើយ គេ ឲ្យ យើង រក អា អ្នក ដែល មិន ចូល ចិត្ត រៀន physics ហើយ នឹង គណិត មាន ន័យ ថា យើង គ្រាន់ តែ យក សរុប NUI ហើយ យក មក ដក ជាមួយ នឹង អា ប្រជុំ នេះ ទៅ អា ប្រជុំ នេះ បាន ន័យ ថា ចូល ចិត្ត រៀន មុខ វិជ្ជា គណិត ឬ ក៏ physics យ៉ាង ហោច ណាស់ មួយ អញ្ចឹង ខ របស់ យើង យើង ប្រើ រូបមន្ត នេះ យើង ប្រើ រូបមន្ត នេះ គឺ មាន ន័យ ថា ចំនួន ធាតុ នៃ អ្នក ដែល មិន ចូល ចិត្ត រៀន គណិត វិទ្យា ហើយ នឹង រូប វិទ្យា គឺ ដាក់ បាមិន ចេះ មក គឺ ស្មើ ជាមួយ នឹង NUI ដក ជាមួយ នឹង អ្នក ដែល ចូល ចិត្ត រៀន ទាំង គណិត ទាំង រូប គឺ នេះ គឺ n នៃ m ប្រជុំ ជាមួយ នឹង ពេ ដែល យើង អាច សរសេរ ថា 200 ដក ជាមួយ នឹង 190 ចម្លើយ ចេញ 10 នាក់ 10 នាក់ នេះ គឺ គាត់ មិន រៀន គណិត ហើយ គាត់ មិន ចូល ចិត្ត រៀន គណិត ហើយ មិន ចូល ចិត្ត រៀន រូប វិទ្យា ទៀត បាទ នេះ គឺជា លំហាត់ មួយ
ដែលគ្រូបង្កើតសម្រាប់រៀនបង្រៀននៅក្នុងសាលា 3.14 របស់យើងហើយបើសិនណាជាបងប្អូនមានចំណាប់អារម្មណ៍មករៀនដើម្បីចេះរៀនដើម្បីចេះគណិតវិទ្យារៀនដើម្បីចេះរូបវិទ្យាឬក៏មុខវិជ្ជាផ្សេងទៀតបងប្អូនអាចមករៀននៅសាលា 3.14 របស់យើងអរគុណ